Group ជំរាបសួរសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើររឿងសូមស្វាគមន៍មកកាន់អេពីសូតថ្មីហើយក៏សូមស្វាគមន៍មកកាន់រឿងស្នេហាហើយថ្ងៃនេះខ្ញុំមានសាច់រឿងមួយយកមកដំណើរចែកជូនប្រិយមិត្តស្ដាប់លេងកំសាន្តដែលសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងធីគាត់បានចែករំលែករឿងរបស់គាត់ផ្ទាល់ខ្លួនតែម្ដងមកកាន់ខ្ញុំហើយខ្ញុំក៏សូមអនុញ្ញាតពីគាត់យកមកដំណើរចែកជូនប្រិយមិត្តស្ដាប់លេងកំសាន្តអញ្ចឹងកុំឲ្យខាតពេលវេលាយូររីកសម្រាប់ដូចតទៅសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់ជាប្រិយមិត្តរបស់ admin ដែលគាត់នឹងមានឈ្មោះថាបងធីកាលឆ្នាំ2022បងធីគឺគាត់ធ្វើការនៅក្រុមហ៊ុនមួយកន្លែងដែលនៅទីក្រុងភ្នំពេញនៅខណ្ឌរសីកែវហើយក្រុមហ៊ុននោះបងធីគាត់មិនសូមបញ្ចេញឈ្មោះទេនៅថ្ងៃមួយក្រុមហ៊ុនរបស់គាត់នឹងក៏បានជ្រើសរើសបុគ្គលិកហើយការជ្រើសរើសហ្នឹងក៏បានដាក់សម្ភារធ្វើតេស្តបុគ្គលិករៀងៗខ្លួនភ្លាមនោះបងធីគាត់ក៏បានជួបនឹងមនុស្សស្រីម្នាក់ហើយមនុស្សស្រីម្នាក់នោះគាត់ក៏បានបញ្ចេញឈ្មោះដែរមនុស្សស្រីម្នាក់នោះគាត់មានឈ្មោះថាស្រីយ៉ាហើយបងយ៉ានោះគឺគាត់មានអាយុ27ឆ្នាំចំណែកបងធីវិញគឺគាត់មានអាយុ22ឆ្នាំអញ្ចឹងខុសគ្នាអាយុរហូតដល់5ឆ្នាំឯណោះពេលដែលនារីដែលឈ្មោះយ៉ានហ្នឹងគាត់ក៏បានធ្វើតេស្តជាប់នៅក្នុងក្រុមហ៊ុនរបស់បងធីដែលកំពុងធ្វើការហ្នឹងពេលដែលធ្វើតេស្តជាប់ធ្វើការបានប្រហែលជាមួយថ្ងៃហើយបងធីហ្នឹងគាត់បានឃើញមនុស្សស្រីដែលឈ្មោះយ៉ានហ្នឹងរៀងស្អាតបាតគាត់ក៏បានណែនាំខ្លួនទៅសួរនាំថាចែនៅខេត្តណាហើយខេត្តណីណែនាំខ្លួនគ្នាទៅវិញទៅមកអីចឹងទៅហើយបងធីគាត់ក៏បានស្គាល់ឆាត Facebook របស់ស្រីយ៉ានហ្នឹងឆាតដើម្បីអីដើម្បីឆាតទៅឆាតមកសួរនាំគ្នាហើយក៏ប្រមូលគ្នាធ្វើជាសង្សារស្រាប់តែម្នាក់ស្រីយ៉ានហ្នឹងគាត់ក៏បានប្រាប់ថាគាត់ក៏មានសង្សាររបស់គាត់ដែរហើយសង្សាររបស់គាត់ហ្នឹងបានធ្វើជាប៉ូលីសនៅឯខេត្តបន្ទាយមានជ័យណោះហើយបងធីគាត់ក៏បានប្រាប់ទៅវិញដែរថាគាត់ហ្នឹងក៏មានសង្សារដែរតែគាត់នឹងមិនសូវខ្វាយខ្វល់ជាមួយនឹងសង្សារគាត់ទេហើយចំពោះបងធីវិញគឺគាត់សង្ឃចឹងថាការនិយាយស្ដីហ្នឹងគាត់ក៏មានអារម្មណ៍ដែលថាមនុស្សប្រុសយើងតែងតែមានអារម្មណ៍ចង់អីកអីឬមួយក៏ចង់ឡើងឋានសួគ៌ជាមួយនារីម្នាក់ហ្នឹងបងធីគាត់បាននិយាយបញ្ជាក់អញ្ចឹងហើយក្រោយមកទៀតហ្នឹងស្រាប់តែក្រុមហ៊ុនរបស់បងធីដែលកំពុងធ្វើការហ្នឹងក៏មានគម្រោងដើរលេងខាងការីរំខាងខេត្តកំពង់ស្ពឺពេលដែលបងប្រធីគាត់បានដើរលេងជាមួយនារីឈ្មោះសិទ្ធិយ៉ានហ្នឹងហើយពេលដែលគាត់ក៏បានឃើញនារីឈ្មោះយ៉ានហ្នឹងចុះទៅដងទឹកផឹកមិនដឹងថាដងទឹកអីទេបងប្អូនហើយគាត់ហ្នឹងក៏ឃើញឱកាសស្ងាត់គាត់ហ្នឹងក៏បងធីហ្នឹងក៏គាត់ហ្នឹងចូលទៅញ៉ាយញងឆាឆៅផ្ដោះផ្ដងស្នេហាលេបនិតលេបខៃឌឺដងអីចឹងណាពេលដែលនៅស្ងាត់តែពីរនាក់ធម្មតាសមោចនឹងស្គរបើសមោចនឹងស៊ីស្គរវាមិនចម្លែកទេមែនទេប្រិយមិត្តភ្លាមនឹងបងធីគាត់ថាគាត់ក៏បាននិយាយផ្ដោះផ្ដងហើយក្នុងចិត្តរបស់គាត់ក៏ស្រឡាញ់នារីឈ្មោះយ៉ាននឹងដែរហើយគាត់នឹងធម្មតាមនុស្សប្រុសយើងឲ្យតែស្រឡាញ់អ្នកណាហើយចង់អោបឬមួយក៏ចង់ជញ្ជក់មាត់ឬមួយក៏ចង់ថើបចង់អីហ្នឹងគឺគាត់នឹងក៏មានអារម្មណ៍បែបហ្នឹងហើយក៏ជាឱកាសល្អរបស់គាត់ដែរហើយគាត់ក៏ដឹងថានារីឈ្មោះយ៉ានហ្នឹងក៏មានសង្សារធ្វើជាប៉ូលីសនៅខេត្តបន្ទាយមានជ័យឧត្តរមានជ័យណោះដឹងបើឧត្តរមានជ័យឬក៏បន្ទាយមានជ័យទេអេដមីនអត់សូវចាំទេដល់ពេលអញ្ចឹងទៅហើយគាត់ហ្នឹងក៏បញ្ចេញសកម្មភាពរបស់គាត់ដល់ពេលអញ្ចឹងទៅគាត់ក៏ស្ទុះទៅបឺតនារីម្នាក់ហ្នឹងអេដមីនអត់បញ្ជាក់ថាបឺតអីទេបងប្អូនគួរតែដឹងខ្លួនឯងហើយដល់ពេលអញ្ចឹងទៅស្រាប់តែនារីឈ្មោះយ៉ានហ្នឹងគាត់ក៏បានឆ្ងល់បងប្រុសធីហេតុអីក៏សុកមកនេះគាត់អញ្ចឹងមាត់យកមាត់នឹងមាត់ទល់គ្នាអញ្ចឹងភ្លាមនោះមនុស្សស្រីដែលឈ្មោះយ៉ានហ្នឹងគាត់ក៏ភ័យស្លន់ស្លោហើយក៏សួរទៅកាន់បងធីវិញថាហេតុអីក៏បានយកមាត់គាត់ហ្នឹងមកទល់នឹងមាត់គាត់អញ្ចឹងហើយដល់ពេលអញ្ចឹងទៅបងធីហ្នឹងគាត់ក៏បានប្រាប់ថាបងស្រឡាញ់ខ្លួនឯងហើយគាត់ហ្នឹងក៏បាននិយាយទៀតថាខ្លួនមានសង្សារហើយទៅឲ្យមកថើបគេទៀតទៅបងធីគាត់ថាអូនឯងគិតច្រើនម៉េះបើគេមិនខ្វល់ពីយើងផងហើយអូនឯងទៅខ្វល់ពីគេធ្វើអីហើយបងធីនឹងគាត់ក៏បាននិយាយលួងលោមឲ្យនារីឈ្មោះយ៉ានហ្នឹងបែកពីអ្នកចាស់ទៅហើយគាត់នឹងក៏បាននិយាយទៀតថាឲ្យពួកយើងនឹងមើលចិត្តគ្នាទៅហើយភ្លាមនោះនារីឈ្មោះយ៉ានហ្នឹងគាត់ក៏បានយល់ស្របតាមខ្ញុំទៅថាតាមបងធីខ្លះដែរចង់ខ្ញុំចង់ចូលទូប៉ុន្តែនារីឈ្មោះយ៉ានហ្នឹងគឺគាត់អត់តន់សម្រេចភ្លាមដែរគាត់ចាំមើលចិត្តបងធី
ពី3ថ្ងៃសិនអញ្ចឹងណាហើយតាំងពីនឹងមកបងធីគាត់ថាពួកគាត់នឹងតែងតែធ្វើសកម្មភាពដូចមុននឹងឯងហើយគាត់នឹងឲ្យតែពេលនៅកន្លែងណាស្ងាត់មិនថាកន្លែងក្រុមហ៊ុនមិនថាបន្ទប់ទឹកនិយាយរួមទៅឲ្យតែ2នាក់គ្នាគាត់អញ្ចឹងគាត់តែងតែយកមាត់នឹងមាត់ទល់គ្នាអញ្ចឹងណាហើយតែគាត់ក៏មិនដែលបានឥទ្ធិពលអីទេហើយក៏សូមអធិស្ឋានដល់ប្រិយមិត្តអ្នកស្ដាប់ផង admin អត់ហ៊ាននិយាយនេះចំទេហើយ admin និយាយប៉ុណ្ណឹងសង្ឃឹមថាពុកម៉ែបងប្អូនប្រកាសជាយល់ហើយណាហ្នឹងហើយងាកមកសាច់រឿងយើងវិញបងធីគាត់ថាពេលដែលគ្រប់ខាងក្រុមកន្លែងក្រុមហ៊ុនស្ងាត់និយាយទៅឲ្យតែកន្លែងណាស្ងាត់ពួកគាត់ហ្នឹងតែងតែដឹកដៃគ្នាហ្នឹងនិយាយទៅបងធីគាត់ថាមិនដឹកដៃគ្នាទេបងធីគាត់ដឹកដៃនារីឈ្មោះយ៉ានហ្នឹងចូលទៅកន្លែងបន្ទប់ហើយក៏បានធ្វើសកម្មភាពដូចមុនអញ្ចឹង admin បានជម្រាបតាំងពីខាងដើមអញ្ចឹងណាហើយបងធីគាត់ថាចង់អាពេលហ្នឹងគឺគាត់ធ្វើសកម្មភាពភ្លាមហ្នឹងបងធីគាត់ថាចង់បោកដល់យើងថារបៀបថារួមមេត្រីអញ្ចឹងណាចង់រួមមេត្រីភ្លាមតែម្ដងប៉ុន្តែខាងស្រីប្រកែកថាខ្លាយលោកបែកការខ្លាយលោកដឹងដល់ក្រុមហ៊ុនទៅក្រុមហ៊ុនចេះទៅឬក្រុមហ៊ុនបាត់យូរចេះចុះក៏ពួកគាត់ក៏សកម្មភាពមាត់នឹងមាត់ភ្លាមទៅហើយពួកគាត់ក៏មកធ្វើការធម្មតាដូចមុនចឹងទៅមានថ្ងៃមួយបងប្រុសធីគាត់ថាមិនដឹងជាថ្ងៃណាទេហើយគាត់ហ្នឹងក៏បានឆាតហៅនារីឈ្មោះយ៉ានដែលត្រូវជាសង្សាររបស់គាត់ហ្នឹងទៅដើរលេងជាមួយហើយគោលបំណងរបស់គាត់ហ្នឹងចង់បវល់នារីឈ្មោះយ៉ានហ្នឹងចូល KTV ដល់ពេលចឹងទៅគាត់ក៏ណាត់គ្នារួចរាល់អស់ហើយបងធីហ្នឹងគាត់ក៏បានទៅយកនារីឈ្មោះយ៉ានហ្នឹងដើរលេងសិនមុននឹងចូលខារ៉ាអូខេពួកគាត់ក៏បាននាំគ្នាដើរលេងសិនដើរលេងរៀងអស់ចិត្តអស់ចង់ហើយពួកគាត់ក៏បងធីហ្នឹងគាត់ក៏បបួលគ្នាចូលខារ៉ាអូខេច្រៀងលេងគាត់ថាបងធីគាត់ថាអូនតោះចូលច្រៀងខារ៉ាអូខេលេងសិនអីនារីដែលឈ្មោះយ៉ាតហ្នឹងគាត់ក៏បានប្រកែកជាមួយបងធីថាគាត់អត់ចូលទេខ្លាចបងធីហ្នឹងចាប់មិនដឹងទៅចាប់អីទេប្រិយមិត្តប្រហែលជាប្រិយមិត្តយល់ហើយបងធីគាត់ក៏ឆ្លើយថាចាប់អីគេអត់អីទេអូនឯងចូលទៅហើយពួកគាត់ក៏ព្រមព្រៀងមួយគ្នាចូលទៅក្នុងបន្ទប់ KTV ហ្នឹងទៅហើយបងធីគាត់បានថា KTV នេះក៏ស្ងាត់ដូចចិត្តគាត់ទៀតហើយមានបន្ទប់ចាក់សោចាក់អីចឹងទៅពេលដែលបងធីនាំនារីឈ្មោះយ៉ានចូលទៅក្នុងបន្ទប់ហើយគាត់នឹងក៏បានចាក់សោភ្លាមហ្នឹងគាត់ក៏បានបើកភ្លើងនេះគេមានភ្លើងដែរគេមានរបៀបថាភ្លើងស្ទង់អីចឹងណាហើយគាត់នឹងក៏បានវាចេញសកម្មភាពអោបនារីម្នាក់ហ្នឹងគាត់ថានិយាយទៅអោបរបៀបថាយើងថើបផ្ពាល់ថើបអីចឹងណាហើយបងធីគាត់ក៏បានអោបហើយគាត់ក៏បានច្បាច់នំប៉ៅនារីឈ្មោះយ៉ាននឹងលេងហើយគាត់នឹងក៏មានសកម្មភាពដែលថាចង់ចាក់ចោចហើយដល់ពេលអញ្ចឹងទៅស្រាប់តែដល់បងធីហ្នឹងគាត់ក៏បានយកមាត់ទល់មាត់ដូចមុនចឹងឯងហើយភ្លាមនោះស្រាប់តែនារីឈ្មោះយ៉ានហ្នឹងក៏បានជុំហើយបងធីក៏សួរថាកាត់អីហើយនារីឈ្មោះយ៉ានហ្នឹងក៏បានឆ្លើយថាអត់មានអ្នកណាហ៊ានធ្វើដាក់គាត់ចឹងទេអត់មានអ្នកណាចាប់ដុំប៉ៅគាត់លេងអីចឹងបានគាត់យំអីចឹងណាអាហ្នឹងលើកទី1ចូលខារ៉ាអូខេរបស់បងធីនិងនារីឈ្មោះយ៉ានហ្នឹងហើយពេលហ្នឹងបងធីគាត់ថាបានផ្ដេកផ្ដួលខ្លួនជាមួយនឹងលើសាឡុងមានន័យថាឲ្យនារីឈ្មោះយ៉ានហ្នឹងគេនៅលើសាឡុងបន្ទប់ខារ៉ាអូខេសាឡុងគេដាក់អង្គុយច្រៀងលេងហើយគាត់ហ្នឹងក៏បានធ្វើសកម្មភាពយកនំប៉ៅរបស់នារីឈ្មោះយ៉ានហ្នឹងយកមកមឹមលេងស្រាប់តែកំពុងមឹមអញ្ចឹងទៅនារីឈ្មោះយ៉ានហ្នឹងគាត់បានប្រាប់ថាគាត់ឈឺបត់ជើងតូចហើយពេលហ្នឹងគាត់ក៏បានទៅបន្ទប់ទឹកបាត់ទៅភ្លាមនោះស្រាប់តែបងប្រុសធីហ្នឹងគាត់ក៏បានអូនរបស់គាត់ណាក៏បានងើបមិនដឹងថាជប់ស្មាល់ហ្នឹងមិនដឹងងើបរកអីទេភ្លាមនោះធ្វើឲ្យបងធីហ្នឹងគឺអត់ទ្រាំបំបានគាត់ក៏រត់តាមនារីឈ្មោះយ៉ានហ្នឹងចូលទៅដល់ក្នុងបន្ទប់ទឹកពេលដែលចូលទៅដល់បន្ទប់ទឹកហ្នឹងបងប្រុសធីគាត់ក៏បានច្រាននារីម្នាក់ហ្នឹងចូលទៅក្នុងបន្ទប់ទឹកហើយគាត់ក៏ត្រូវរងព្រៀបតែនឹងចាប់ហើយនារីម្នាក់ហ្នឹងក៏បានប្រាប់ថាអត់ចង់ធ្វើអញ្ចឹងទេហើយគាត់ហ្នឹងក៏បាននៅតែអត់ស្ដាប់នៅសម្ដីពីនារីឈ្មោះយ៉ានហ្នឹងទេគាត់តែពីពុះប្រាស់ហើយភ្លាមនោះនារីឈ្មោះយ៉ានហ្នឹងក៏បាននិយាយថាបើជ្រុលធ្វើអញ្ចឹងយើងរៀបការតែម្ដងទៅហើយបងធីគាត់ក៏បានឆ្លើយទៅវិញថាចាំយើងប្រតិបត្តិការរួចចាំយើងរៀបការតាមក្រោយក៏បានដែរពេលដែលនារីឈ្មោះយ៉ានគាត់អង្វរខ្លាំងពេកបងធីគាត់ក៏ដើរមកសាឡុងខារ៉ាអូខេកន្លែងគេច្រៀងវិញអញ្ចឹងណាហើយនារីឈ្មោះយ៉ានហ្នឹងក៏ដើរតាមក្រោយភ្លាមនោះមកដល់លើសាឡុងអង្គុយច្រៀងភ្លាមបងធីហ្នឹងគាត់ក៏បានចាប់បខំនារីឈ្មោះយ៉ានហ្នឹងទៀតហើយនារីឈ្មោះយ៉ានគឺគាត់អត់ចង់ទេដោយសារតែទៅមិនស្គាល់គ្នាអត់មានត្រូវធ្វើអញ្ចឹងឯណាហើយភ្លាមហ្នឹងបងធីហ្នឹងគាត់ក៏បានទាញខោនារីម្នាក់ហ្នឹងចេញប៉ុន្តែចៃដន្យអីក៏ពេលហ្នឹងគឺអត់បានសម្រេចទេហើយបងធីហ្នឹងគាត់ក៏គុំនៅក្នុងចិត្តថា
ថ្ងៃណាមួយគាត់នឹងធ្វើរឿងហ្នឹងឲ្យតតែបានលឡងបានរយៈពេលមួយអាទិត្យថ្ងៃទី2ចូលខារ៉ាអូខេបងធីគាត់ក៏បានធ្វើសម្រេចដោយបំណងមែនពេលដែលចូលទៅក្នុងខារ៉ាអូខេដូចមុនចឹងឯងហើយខារ៉ាអូខេហ្នឹងគឺវាស្ងាត់ហើយគាត់ក៏បានចាក់សោដូចមុនភ្លាមនោះគឺគាត់ក៏បានឲ្យនារីឈ្មោះយ៉ាហ្នឹងចាប់ដំឡូងស្ងោររបស់បងធីប៉ុន្តែនារីឈ្មោះយ៉ាហ្នឹងដំបងហ្នឹងគឺគាត់អត់ទាន់ហ៊ានចាប់ភ្លាមទេដោយសារតែគាត់ហ្នឹងមិនដែលធ្លាប់ធ្វើអញ្ចឹងពីមុនមកសោះភ្លាមហ្នឹងបងធីគាត់ក៏បាននិយាយទៅកាន់នារីឈ្មោះយ៉ាហ្នឹងថាយើងចាត់ការជាមួយគ្នាតែម្ដងទៅភ្លាមនោះបងធីគាត់ក៏បានទាញខោនារីឈ្មោះយ៉ានឹងចេញហើយភ្លាមនោះបងធីគាត់ក៏បានធ្វើអញ្ចឹងដូចគ្នាហើយគាត់ក៏បានបីនារីឈ្មោះយ៉ានឹងចូលទៅក្នុងបន្ទប់ទឹកភ្លាមនោះគាត់ក៏បានប្រើក្បាច់អ្វីទេចាប់ជើងគេលើកទៅលើហើយរបៀបថាឈរអញ្ចឹងឯងភ្លាមនោះនារីឈ្មោះយ៉ានគាត់ក៏បានស្រែកយំដោយសារតែគាត់មិនដែលធ្លាប់ព្រោះគាត់នៅក្រមុំព្រហ្មចារីភ្លាមនោះបងធីគាត់ឮនារីឈ្មោះយ៉ានស្រែកអញ្ចឹងហើយគាត់រត់តែតម្លើងហ្គាញាប់ត្រចឹងទៅភ្លាមនោះគាត់រៀបថាឈររៀងអស់ជើងរៀងខ្លួនគាត់ក៏បានបីនារីឈ្មោះយ៉ានមកកន្លែងសាឡុងមកវិញហើយពួកគាត់ក៏បានសិក្សាជាមួយគ្នារហូតចេញទឹកអីសសភ្លាមនោះបងធីគាត់ថាចេញអាទឹកសសនឹងហើយគឺគាត់អត់អន់អស់ចិត្តគាត់ក៏បាននាំនារីឈ្មោះយ៉ាននឹងទៅម្ដងទៀតភ្លាមនោះគាត់តែបីដល់បន្ទប់ទឹកដាក់ចុះភ្លាមស្រាប់តែនារីឈ្មោះយ៉ាននឹងក៏បានរត់ចេញពីបន្ទប់ទឹកមកពួនកន្លែងគេចាក់ចម្រៀងខារ៉ាអូខេហើយបងទីគាត់ឃើញសកម្មភាពនារីឈ្មោះយ៉ានអញ្ចឹងទៅគាត់ក៏បានដើរទៅសួរនាំថាកើតអីហើយនារីឈ្មោះយ៉ានហ្នឹងគាត់ក៏បាននិយាយប្រាប់បងធីថាមិនគួរណាគាត់បណ្ដោយខ្លួនជាមួយបងធីអញ្ចឹងទេហើយភ្លាមនោះបងធីហ្នឹងគាត់ក៏បានលួងលោមក៏បានដឹកដៃនារីឈ្មោះយ៉ានហ្នឹងក៏ធ្វើដូចមុនទៀតទៅបានសម្រេចម្ដងទៀតភ្លាមនោះគាត់បានប្រតិបត្តិការរួចហើយគាត់ក៏បានទិញថ្នាំអ្វីទេយកមកឲ្យនារីឈ្មោះយ៉ាននឹងលេបដើម្បីការពារកុំឲ្យមានបទហើយសាច់រឿងក៏កាត់បុកដល់ចូលកន្លែងធ្វើការហើយនារីឈ្មោះយ៉ាននឹងក៏បានរឿងអឹមអៀនដោយសារតែគាត់ពីរនាក់ហ្នឹងបានធ្វើការជាមួយនឹងគ្នាមានន័យថាធ្វើការក្រុមហ៊ុនជាមួយគ្នាចឹងណាហើយក្រោយមកទៀតគាត់ក៏មានកម្រងទៅលេងខាងការីរំហើយពួកគាត់ហ្នឹងក៏បានឆាតរវល់គ្នាទៅលេងការីរំហើយពួកគាត់ក៏ទៅជាមួយគ្នាតែពីរនាក់ហើយទៅដល់ការីរំហ្នឹងគាត់ក៏បានជួលតង់មួយកន្លែងតែតង់នោះមិនគាត់បានបង្ហើបម្ចាស់កន្លែងជួលតង់នឹងទេពេលដែលបងធីជួលតង់បានហើយគាត់នឹងក៏បានគេងនៅជាមួយនារីឈ្មោះយ៉ាននឹងបានមួយយប់ហើយមួយយប់ដឹងបងធីគាត់ថាបាន3ដងអញ្ចឹងណាបាន3ដងហើយបងធីគាត់ថានារីម្នាក់ហ្នឹងមិនដឹងជាមានមុនអ្វីទេធ្វើឲ្យគាត់នឹងចង់តែនៅជាមួយគាត់រហូតអញ្ចឹងណាចង់រួមមេត្រីជាមួយគាត់រហូតហើយគាត់នឹងបានរួមរស់ជាមួយនារីឈ្មោះយ៉ានហ្នឹងគឺគាត់ផ្្លាត់ស្នៀតមានន័យថាគាត់អត់បានពាក់អាវភ្លៀងទេហើយគាត់នឹងក៏បានភ្លេចទិញថ្នាំស្អីណាអេដមីនអត់ចាំដែរភ្លេចបាត់ហើយគាត់ថាភ្លេចទិញអាថ្នាំហ្នឹងអាថ្នាំដែលថាកុំឲ្យមានបត់ដល់ពេលអញ្ចឹងនឹងភ្លេចទិញយកទៅស្រាប់តែបានមួយអាទិត្យក្រោយមកក៏ឮដំណឹងថានារីឈ្មោះយ៉ានហ្នឹងគាត់ក៏រៀងក្អួតចង្អោរហើយបងធីហ្នឹងគាត់ស្មានថារោគកាពះរោគអីចឹងណាគាត់ក៏ធ្វើមិនដឹងធ្វើមិនលឺលុះពេលបានរយៈ3ខែស្រាប់តែឮដំណឹងថានារីឈ្មោះយ៉ានហ្នឹងក៏មានផ្ទៃពោះជាមួយគាត់ដល់ពេលចឹងទៅគាត់ក៏មានអារម្មណ៍ថាភ័យខ្លាំងមែនតើហើយគាត់ហ្នឹងក៏គាត់នៅក្មេងដែរកាលហ្នឹងអាយុ22ឆ្នាំគាត់ដូចថាធ្វើការជាមួយគ្នាគឺគាត់អត់ចង់រៀបការរៀបអីហើយណាមួយគាត់នៅក្មេងដែរចឹងណាពេលដែលគាត់នៅជាមួយគ្នាអញ្ចឹងមានកូនមានអីទៅគាត់ខ្លាចខ្វះគេខ្វះអីចឹងទៅហើយគាត់ហ្នឹងក៏បាននាំនារីឈ្មោះយ៉ានហ្នឹងទៅមន្ទីរពេទ្យមួយកន្លែងដើម្បីយកកូនចេញហើយយកកូនចេញរួចរាល់ហើយស្រាប់តែនារីឈ្មោះយ៉ានគាត់ថាចង់រៀបការអញ្ចឹងណាដោយអេដមីនប្រាប់អញ្ចឹងគាត់ថាគាត់ចង់រៀបការអីដែលណាមួយខ្លួនគាត់នៅក្មេងនៅសបាយនៅអីអញ្ចឹងគាត់អត់ចង់គិតគូរអញ្ចឹងទេហើយពេលនោះបងធីគាត់ថាលេចលើដំណឹងថាអ្នកចាស់ហ្នឹងសុំត្រូវជាមួយនារីឈ្មោះយ៉ានហ្នឹងវិញហើយពេលហ្នឹងគាត់ក៏បាននិយាយទៅកាន់នារីឈ្មោះយ៉ានហ្នឹងថាបើអូនឯងនៅស្រឡាញ់គេអូនឯងទៅរៀបការមួយគេអីមួយគេអញ្ចឹងទៅហើយណាមួយបងប្រុសធីគាត់និយាយរបៀបថាគាត់ចង់ដោះដៃអញ្ចឹងណានារីឈ្មោះយ៉ាហ្នឹងគាត់ក៏បានទៅរៀបការជាមួយអតីតសង្សាររបស់គាត់ដែលថាសង្សារចាស់របស់គាត់ដែលធ្វើប៉ូលីសនៅប្រទេសមានជ័យដល់ពេលអញ្ចឹងទៅគាត់ក៏រៀបការបានកូនមួយអញ្ចឹងទៅហើយសាច់រឿងរបស់បងធីហ្នឹងក៏មានតែប៉ុណ្្នឹងឯងហើយខ្ញុំក៏សូមអរគុណដល់ប្រិយមិត្តដែលបានតាមដានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំបាទគ្មានអ្វីទេក្រៅពីម្រាមដៃដោះក៏សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ